ជំរាបសួរសួស្តីបងប្អូនទាំងគ្នាចាបងប្អូនទាំងគ្នាញ៉ាំមកដល់ទៀតហើយចាថ្ងៃនេះផងដែរគឺអ៊ីចុងភៅនឹងធ្វើតាមសំណើអាហារតូចខ្ញុំចាគាត់ចង់ញ៉ាំសឡទឹកការីដាក់តកូនមួយចានេះបងប្អូនមើលដល់2 3ឆ្នាំចាសម្លការីដាក់តកូនមួយហើយដាក់ឈាមជូបផងចាខ្ញុំថាអញ្ចឹងមានតែសឡគាត់ចង់ញ៉ាំស្លម្ជូរគ្រឿងអញ្ចឹងខ្ញុំថាមានតែស្លការីគាត់ថាគាត់ដឹងទេធ្វើសម្លហ្នឹងដាក់គ្រឿងចាដាក់គ្រឿងដាក់ឈាមឲ្យគាត់ផងចាអញ្ចឹងគាត់ចាប់ផ្ដើមមកធ្វើស្លការីឲ្យគាត់ញ៉ាំអញ្ចឹងណាបងប្អូនគ្នាចារត់រះអញ្ចឹងទៅដាក់ខ្ទិះដូងចូលចាដាក់ប្រហុកសាច់ចូលម្ដុំអញ្ចឹងណាបងប្អូនចាកូរទឹកខ្ទិះជាមួយនឹងប្រហុកយើងឲ្យរៀងឡើងឈ្ងុយតិចបងប្អូនអ្នកគ្នាចាកូរទៅដោយសារប្រហុកសាច់របស់ខ្ញុំហ្នឹងខ្ញុំអត់បានច្រាមទេចាដាក់ម្សៅម្ទេសចូលចាម្សៅព្រាចាបន្ទាប់មកយើងកូរម្សៅម្ទេសរបស់យើងហ្នឹងចាទៅមកឲ្យឡើងប្រេងតិចណាបងប្អូនអ្នកគ្នាចាកូរឲ្យរៀងឡើងប្រេងតិចទៅចាបន្ទាប់មកយើងយកគ្រឿងរបស់យើងហ្នឹងបងប្អូននេះដាក់ចូលមកកូនឆាហ្នឹងឲ្យអត់អស់ចិត្តទេបងប្អូនដួសដាក់ថែមទៀតដោយសារកាលមុនពិបាកក្នុងការចិតគល់លក្ខីអញ្ចឹងណាបងប្អូនឥឡូវទិញម៉ាស៊ីនហាន់គល់ស្លឹកគ្រៃយកមកចាកាន់ម្ដង1គីឡូចាហាន់ម្ដង1គីឡូគល់លក្ខីឲ្យកិនតុកទៅចាអញ្ចឹងសម្រាប់អ្នកខ្ជិលដូចខ្ញុំអញ្ចឹងណាចាខ្ញុំដាក់ទូកក់ចូលទៅចាប់តមកខ្ញុំលីងគ្រឿងរបស់យើងឲ្យឡើងឈ្ងុយហើយខ្ញុំដាក់ស្ករចូលស្លាបព្រាហើយអញ្ចឹងបងប្អូនចាបន្ទាប់មកយើងកូរគ្រឿងយើងហ្នឹងឲ្យលាយចូលគ្នាជាមួយស្ករមួយអីមកចាដាក់អំបិលចូលស្លាបព្រាចាអំបិលគ្រួហើយក៏ម្ចាស់តែចោលដែរបងប្អូនអ្នកគ្នាជាមួយនឹងទឹកត្រី2ស្លាបព្រាផងដែរហើយបន្ទាប់មកដាក់ឆ្អឹងជំនីឈុកចូលចាសម្លការីរបស់ខ្ញុំនឹងផងដែរគឺអត់ដែរយូរទេបងប្អូនអ្នកគ្នាចាគឺធ្វើតែ1ម៉ោងហ្នឹងគឺញ៉ាំបានហើយបងប្អូនផុយទាំងបន្លែផុយទាំងសាច់ចឹងណាចាបន្ទាប់មកយើងកូរវឹកសាច់របស់យើងហ្នឹងចាឆ្អឹងជំនីឈុកចំនួន1គីឡូចាដាក់អំបិលផងដាក់ទឹកត្រីផងដាក់ដុំស៊ុបខ្នុរ2ដុំទៀតអញ្ចឹងណាបងប្អូនដោយសារយើងដាក់បន្លែដែរអញ្ចឹងណាចាហើយក៏មិនភ្លេចដែរបងប្អូនលួចកាពិចាប៉ុនចង់ចង្កឹះទៀតចាដាក់មកហើយបន្ទាប់មកដាក់ជាមួយនឹងប៊ីចេងថែមបន្តិចមកអញ្ចឹងណាបងប្អូនចាកូរវឹកសាច់របស់យើងហ្នឹងឲ្យរៀងឡើងដាច់ទឹកតិចទៅចាបានខ្ញុំមកចាប់ផ្ដើមយកបន្លែខ្ញុំដាក់ចូលតែម្ដងជាមួយគ្នាដាក់ការ៉ុតជាមួយនឹងដំឡូងបារាំងចាកូរដំឡូងបារាំងនឹងការ៉ុតរបស់យើងឲ្យចូលគ្នាមួយសាច់ចឹងណាបងប្អូនអ្នកគ្នាចាកូរត្រឡប់ឲ្យសព្វមួយគ្នាចឹងទៅបានខ្ញុំចាប់ផ្ដើមយកជាមួយនឹងទឹកខ្ទិះខ្ញុំដាក់ចូលជាមួយបន្ថែមទៀតចឹងណាបងប្អូនចាតែត្រូវកូរត្រឡប់សាច់របស់យើងហ្នឹងជាមួយនឹងដំឡូងបារាំងឲ្យសព្វសិនចាកូរទៅកូរមកចឹងទៅហើយបន្ទាប់មកខ្ញុំដាក់ត្រប់ចូលសិនចាត្រប់ហ្នឹងចំនួន4ផ្លែចាដាក់អញ្ចឹងណាបងប្អូនគ្នាចាឆ្នាំងតូចទេតែបន្លែច្រើនតែបើសិនជាដួសវិញតែ2ចានគោមរបស់យើងហ្នឹងគឺអស់ហើយបងប្អូនគ្នាចាបន្ទាប់មកដាក់គោវែកគឺអត់កើទេគឺគោស្លឹកព្រាចាគោទៅគោមកអញ្ចឹងណាបងប្អូនគ្នាគោទៅគោមកបន្ទាប់មកក៏បន្ថែមជាមួយនឹងទឹកខ្ទិះដូងចាទឹកខ្ទិះដូងចំនួនកន្លះគីឡូអញ្ចឹងណាចាដាក់ទឹកខ្ទិះដូងចូលមកចាដាក់មកគឺពេញឆ្នាំងតែម្ដងបងប្អូនគ្នាចាគឺនៅសតៃគួរមួយមុខទៀតតែអត់ទាន់បានដាក់អញ្ចឹងចាកូរត្រឡប់ចឹងទៅពិបាកក្នុងការកូរពេកបងប្អូនអ្នកគ្នាក៏ចាប់ផ្ដើមចាដោះដូរអញ្ចឹងណាបងប្អូននេះគឺចាប់ទៅឆ្នាំងមួយទៀតហើយបងប្អូនអ្នកគ្នាចាទម្លាក់ការីរបស់ខ្ញុំហ្នឹងចាសម្លមួយឆ្នាំងបានទៅដល់2ឆ្នាំងនេះបានទៅដល់ឆ្នាំងដីមួយឆ្នាំងទៀតបងប្អូនចាកូរត្រឡប់ហ្នឹងចាបន្ទាប់មកគឺទឹករបស់យើងហ្នឹងគឺមិនទាន់ពុះទេបងប្អូនអ្នកគ្នាចាក៏ដាក់ស្រូវគួរចូលអញ្ចឹងស្រូវគួរច្រើនដែរស្រូវគួរហ្នឹងហើយដែលអាហារតូចខ្ញុំគាត់ហៅថាតកូនមួយហ្នឹងណាបងប្អូនអ្នកគ្នាតកូនហ្នឹងចានេះហើយជាមូលហេតុចាសម្លមួយឆ្នាំងបានទៅដល់2ឆ្នាំងអញ្ចឹងណាបងប្អូនដោយសារបន្លែច្រើនពេកចាបន្ទាប់មកនេះឆ្នាំងនេះចាដាក់ស្រូវគួរចូលហើយចាបន្ទាប់មកគឺនៅដាក់ឈាមមួយមុខទៀតបងប្អូនអ្នកគ្នាចាកូរឆាកូរហ្នឹងនិយាយទៅសម្លការីយើងបើសិនជាយើងមានគ្រឿងហើយស្រាប់គឺស្រួលបងប្អូនងាយស្រួលមួយក្នុងការដែលយើងកិនកុលខៃហើយចាទាញតែឆ្នាំងមកចាដាក់តែសាច់អីចូលមកគោគឺបានញ៉ាំហើយតែបើសិនជានៅហាន់កុលខៃនៅបុកកុលខៃទៀតគឺយូរអញ្ចឹងណាបងប្អូនចាកូរទៅកូរមកអញ្ចឹងទៅចាសម្លរបស់យើងគឺ
miền đây tiết bằng bọn cứ chọn ấy chả đạo ta sẽ đại khu dương riêng là chọn thì tất cứ bà này chả hay ní cứ cho năng đầy bà dương nắng chả bằng bọn cầu từ cổ màu nắng cho năng đầy bà dương có chọn đài chả này cứ chọn ấy đã chiêm chỗ cứ chỉ cả sạ chài chả bằng bọn đặc nè chả ở con trànสำหรับbằng bọn đặc nè chả đã bán tu sna video nhăm chả sau lọ kari chả một chặng pi chặng bay chặng chả bỏ ý trong phơi tăng phải đam thôi đã chả phong đài chả ở con tràn cho bìa chả chụp cho mồi năng trong nợ video có đâu cái tiền chả ở con tràn chụp điệp li